méningite se manifeste par un syndrome méningé maux de tête ជំងឺរលាកស្រោមខួរត្រូវបង្ហាញប្រាប់យើងឬក៏យើងអាចដឹងថាមានជំងឺស្រោមខួរហ្នឹងយើងអាចដឹងអំពីរោគសញ្ញាអ្វីខ្លះវា se manifeste ដោយរោគសញ្ញាមានឈឺក្បាល photophobie ការខ្លាចពន្លឺ photo ici គឺពន្លឺ phobie គឺការខ្លាចក្នុងការខ្លាចពន្លឺ vomissement ការក្អួតចង្អោរ raideur de la nuque raideur គឺតឹងការដែលសរសៃតឹងសរសៃក la nuque fièvre មានជំងឺគ្រុនក្តៅដែរ Après avoir examiné son patient បន្ទាប់ពីពិនិត្យអ្នកជំងឺរួចហើយ le médecin pratique វិជ្ជបណ្ឌិតត្រូវធ្វើការអនុវត្តបានន័យថាធ្វើកិច្ចការរបស់គាត់នឹងនៅក្នុងមន្ទីរពេទ្យ en milieu hospitalier une ponction lombaire ការចាក់ចោះយកកន្លែងឆ្អឹងចង្កេះប្រហែលជាយកខួរឆ្អឹងចង្កេះកន្លែងនេះមានន័យបែបហ្នឹងប្រហែលទេណាពីព្រោះ ponction មានន័យថាការចោះ lombaire គឺកន្លែងឆ្អឹងចង្កេះ pour confirmer le diagnostic ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់អំពីសាំងតូមនឹងអំពីរោគសញ្ញាហ្នឹងតើពិតជាមានជំងឺនឹងមែនឬក៏អត់រលាកស្រោមខួរហ្នឹង l'évolution de la méningite ការវិវត្តនៃជំងឺរលាកស្រោមខួរ dépend de sa cause អាស្រ័យទៅលើមូលហេតុបានន័យថាបើមូលហេតុវាបែបម៉េចជំងឺនឹងវាវិវត្តធ្ងន់ស្រាលយ៉ាងម៉េចទៅតាមការដែលគេរកឃើញមូលហេតុរបស់វាហ្នឹងអំពីការ prévention ការព្យាបាលទុកជាមុននោះ prévention ដូចខ្ញុំនិយាយចឹងគឺចាប់ពីកូនក្មេងតូចៗទីចាក់ថ្នាំហើយនៅពេលដែលពេញវ័យអាយុចន្លោះពី14ទៅដល់25ឆ្នាំគេអាចមាន rattrapage មួយជាន់ទៀតគឺការចាក់ថ្នាំចឹងកូនអ្នកទាំងអស់គ្នាបើសិនជាមានអ្នកណានៅក្នុងសៀវភៅ santé កាកនីទៅ santé ណាយើងមើលទៅយើងថាយើងអត់យល់ទេយើង rendez-vous ជាមួយ un médecin traitant notre médecin à nous comme ça le médecin គាត់ពិនិត្យមើលកាកនី santé ហើយគាត់អាចប្រាប់ឲ្យថាអូបានចាក់ហើយប៉ុន្តែត្រូវធ្វើ rattrapage នៅអាយុប៉ុណ្ណេះទៀតអីចឹងទៅហើយអ្នកណាដែលមានអាយុចាប់ពី14ហ្នឹងអញ្ចឹង15 16រហូតដល់24ឆ្នាំក្នុងពេលចន្លោះពេលហ្នឹងគេធ្វើ rattrapage នឹងឯងគឺយក rendez-vous ជាមួយនឹង pharmacie ពីព្រោះមិនមែនមានតែពេទ្យទេដែលអាចចាក់ឲ្យយើងបាននៅ pharmacie ក៏បានដែរ pharmacie មានអ្នកដែលគេ competent មនុស្សម្នាក់ដែលធ្វើការនៅ pharmacie មានសមត្ថភាពអាចចាក់ថ្នាំវ៉ាក់សាំង méningite ឲ្យយើងបានដែរណា